សម្លមួយមុខនេះគ្រាន់តែឃើញគ្រឿងក៏ដឹងថាខ្ញុំធ្វើអីដែរមែនអត់ចាគឺថាស្លម្ជូរព្រៃត្រីពោបែបងាយៗហើយបន្លែខ្ញុំអត់មានច្រើនទេដោយសារខ្ញុំអត់ចេះត្រាប់ជាមួយនឹងប្រភេទពួកម្ទេសវិញអីចឹងណាហើយសម្រាប់គ្រឿងរបស់យើងគឺមានតែអំបិលទុំជាមួយនឹងប្រហុកអីទេហើយរបៀបនៅក្នុងការធ្វើគឺខ្ញុំចាក់ខ្លាញ់ជាមួយនឹងលីងគ្រឿងដូចជាម្ដេងទឹកត្រីទឹកក្រូចប៉ុន្តែទឹកក្រូចខ្ញុំអត់ទាន់ដាក់ទេហើយម្ទេសក៏ខ្ញុំអត់ដាក់ដែរបើសិនជាបងអាចហូបផលបានបុកវាដាក់បន្តិចក៏ឆ្ងាញ់ដែរតែដោយសារខ្ញុំហូបផលអត់បានតែអ្នកផ្ទះគាត់អាចហូបផលអញ្ចឹងខ្ញុំដាក់ទឹកមូលអញ្ចឹងណាហើយស្លឹកក្រូចបើយើងលីងទៅទាំងអស់គឺវាខ្ទាតមើលអត់ដាក់ផងវានៅតែខ្ទាតអញ្ចឹងណាហើយបន្ទាប់មកយើងលីងវាចិត្តឆ្អិនចាំយើងដាក់ជាមួយនឹងស្លឹកក្រូចលីងឲ្យឈ្ងុយហើយចាំយើងដាក់ជាមួយនឹងប្រហុកហ្នឹងក៏យើងលីងជាមួយឲ្យឈ្ងុយដែរលីងប្រហុកបានបន្តិចខ្ញុំបន្តដាក់ជាមួយនឹងគ្រឿងដូចជាទឹកត្រីស្ករអំបិលប៊ីចេងហើយមុខម្ហូបនេះគឺខ្ញុំផ្ដោតទៅលើបែបថាអត់ស្ករខ្ញុំដាក់តិចបំផុតសង្កត់ថាបងដែរអត់ដែរហូបស្ករមិនបាច់ដាក់ក៏បានដែរព្រោះយើងផ្ដោតទៅលើការរៀងជូរជាមួយនឹងប្រៃបែបថាមកល្មមឆ្ងាញ់គ្រឿងវាបែបដិតអញ្ចឹងណាបន្ទាប់ពីយើងធ្វើការដាក់គ្រឿងហើយយើងលីងវាតាមបន្តិចទៀតមកចាំយើងធ្វើការដាក់ត្រីចូលហើយដាក់ត្រីចូលយើងអាចកូរវាបានតិចទេព្រោះត្រីពេលដែលវាអត់ទាន់ឆ្អិនវាមិនទាន់បែកសាច់ទេអញ្ចឹងអត់អីទេយើងអាចលីងវាទៅមកបានមកសបកវាបន្តិចអញ្ចឹងណាហើយខ្ញុំអត់បានប្រើវែកដួសស្លោទេប្រើវែកឆាអញ្ចឹងយើងវាឆាស្រួលអញ្ចឹងណាបន្ទាប់ពីលីងបានបន្តិចខ្ញុំក៏ចាប់ផ្ដើមចាក់ទឹកដល់ចាក់ទឹកហើយវាក៏ចាប់ផ្ដើមពុះយើងស្រង់បែបថាពពុះនេះគឺវាឆ្អាបខ្លាំងមែនតើអញ្ចឹងយើងស្រង់វាឲ្យអស់ហើយចាំយើងធ្វើការចាក់អំបិលទុំចូលហើយការដាក់អំបិលទុំចូលហ្នឹងគឺបងដាក់តាមចិត្តស្រឡាញ់ជូរកម្រិតណាដាក់កម្រិតហ្នឹងទៅបន្ទាប់មកភ្លក់ទៅហើយខ្ញុំឆ្អិនហើយគឺដាក់ទៅគួនជាមួយនឹងម្រះព្រៅបាទខ្ញុំបង់ម្ទេសចូលរួចជាការស្រេចតែម្ដងហើយនេះមកម្ហូបយើងបានឆ្អិនហើយតំណងអត់ដោយសារតែស្ទើរហឹលប្តីរបស់ខ្ញុំគាត់ចូលចិត្តហឹលអញ្ចឹងខ្ញុំថែមម្ទេសកៅតែដោយសារខ្ញុំឈឺខ្ញុំហូបម្ទេសអត់ទាន់បានបើថាកាលមុនហ្នឹងឃើញតែម្ទេសចេះស្រក់ទឹកមាត់តែឥឡូវគ្រាន់តែឃើញម្ទេសឯចារត់10ម៉ែត្រមុនដោយសារតាំងពីឈឺមកគឺថាលាលែងតំណែងពីម្ទេសជាមួយនឹងសូរ៉ា